ខ្ញុំឆ្ងល់ចិត្តថាខ្ញុំអត់ចេះចាយរីថាបានទៅពាក់អំណុលគេចិត្តថាខ្ញុំប៉ិនដើរទៅពាក់អំណុលគេតាមពិតខ្ញុំខំណាខ្ញុំខំធ្វើការថ្ងៃសៅរ៍ថ្ងៃអាទិត្យសូម្បីខ្ញុំឈឺខ្ញុំពេលសម្រាប់ដែរប៉ុន្តែខ្ញុំនៅជាប់គាំងតើធ្វើម៉េចបានខ្ញុំអាចចេញពីបញ្ហាហ្នឹងបានបងប្អូនទាំងអស់គ្នាតើបងប្អូនប្រមាណអ្នកខ្លះដែលមានអារម្មណ៍បែបនេះកំពុងតែតូចចិត្តជាមួយនឹងបញ្ហាដែលខ្លួនឯងស្ថិតនៅក្នុងការជាប់គាំងរាប់ឆ្នាំពីព្រោះជាក់ស្ដែងនៅពេលដែលយើងខំបែរទៅជាគេបន្ទោសបែរទៅជាគេមើលមិនឃើញខ្ញុំបានឆ្លងកាត់នៃអារម្មណ៍បែបហ្នឹងនៅពេលដែលថ្ងៃសៅរ៍ថ្ងៃអាទិត្យក៏យើងធ្វើការដែរពេលខ្លះយើងក៏ធ្វើការទាំងឈឺទាំងជាទៀតមែនទេបងប្អូនបាទអញ្ចឹងតើបងប្អូនប្រមាណអ្នកខ្លះដែលយល់អារម្មណ៍បែបនេះបើសិនជាបងប្អូនស្ថិតនៅក្នុងចំណុចនេះសូមលោកលោកស្រីបងប្អូនទាំងអស់គ្នាខមមិនប្រាប់ខ្ញុំបានទេខមមិនថាអូខេបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការស្រាយបំភ្លឺមួយចំនួនជាការចូលរួមចំណែកជួយបងប្អូនដែលស្ថិតនៅក្នុងចំណុចនេះក្នុងការដោះស្រាយក្នុងបញ្ហាបំណុលប៉ុន្តែមុនទៅចូលនឹងសាច់រឿងប្រធានបទរបស់យើងខ្ញុំសូមការអនុញ្ញាតនិយាយអំពីប្រវត្តិរូបរបស់ខ្ញុំខ្លះៗណាសម្រាប់បងប្អូនដែលមិនទាន់ធ្លាប់ស្គាល់ខ្ញុំណាខ្ញុំបាទឈ្មោះមានសវុតភរិយារបស់ខ្ញុំបាទពួកយើងបានចាប់ផ្ដើមអាជីវកម្មមួយនៅគល់ស្ពានព្រែកសំរោងកែងកាក់ក្បាលក្រហមក្រុងតាខ្មៅនឹងនៅឆ្នាំ2015លោកលោកស្រីបងប្រុសបងស្រីទាំងអស់គ្នាការគិតចង់រីកចម្រើនការទៅធ្វើអាជីវកម្មនោះមិនបានល្អប្រសើរអីនោះទេជាអកុសលក៏បានជួបការជាប់គាំងមួយធ្វើឲ្យយើងខ្សែធនត្រឡប់បិទទៅវិញអញ្ចឹងនៅឆ្នាំ2019យើងបានជពាក់គេច្រើនមែនទែនជពាក់គេរហូតដល់$40,000ហើយការជាប់គាំងបំណុល$40,000របស់យើងនឹងធ្វើឲ្យយើងមិនដឹងថាដោះស្រាយយ៉ាងម៉េចអញ្ចឹងក៏យើងសម្រេចចិត្តរត់ចោលស្រុកបងប្អូនលោកលោកស្រីបងប្អូនទាំងអស់គ្នាខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានៅពេលដែលគិតមិនចេញចង់ចំណាក់ស្រុកប៉ុន្តែខ្ញុំសូមលើកទឹកចិត្តអ្នកទាំងអស់គ្នាថាមុននឹងចំណាក់ស្រុកសូមលោកលោកស្រីបងប្រុសបងស្រីគិតឲ្យមែនទែនកុំឲ្យឆ្លងទៅដល់ប្រទេសគេហើយបែរទៅជានេះមិនទទួលបានដំណោះស្រាយដោយរូបខ្ញុំដូចជាស្ដែងខ្ញុំទៅដល់ថៃហើយអត់មានបានអីទេមានតែត្រឡប់មកវិញត្រឡប់បាទខាត់លុយធ្វើប៉ាសពតខាត់លុយខ្ចីគេទៅនោះគឺមុនដំបូងយើងគិតថាអីទៅក្រៅប្រទេសបានលុយច្រើនទៅធ្វើពលករគេហើយណាមួយយើងគិតទៅដើម្បីមកដោះស្រាយនេះវិញហើយប៉ុន្តែយើងគិតបញ្ហានេះសិនកុំឲ្យជួបខ្លាំងពេកបាទនឹងគឺជាចំណុចមួយដែលយើងគិតខ្លីមែនតើយើងគិតថាអញ្ចឹងវាស្រួលវាល្អវាបញ្ចប់បញ្ហាអីចឹងទៅជាដើមដាក់នឹងឡាអញ្ចឹងយើងគិតបែបហ្នឹងប៉ុន្តែចុងក្រោយវានៅតែមិនអាចដោះស្រាយបញ្ហាបានអញ្ចឹងលោកលោកស្រីបងប្រុសបងស្រីទាំងអស់គ្នាបន្ទាប់មកទៀតខ្ញុំក៏បានត្រឡប់មកខ្ញុំជួបជាមួយនឹងដុកទ័របំណុលដែលជាលោកគ្រូសៀសផលជាគ្រូបង្វឹករបស់ខ្ញុំគឺជាអ្នកដែលជួយបង្ហាត់បង្ហាញខ្ញុំឲ្យក្នុងការដោះបំណុល$40,000រយៈពេល1ខែហ្នឹងឲ្យចេញពីបំណុលនឹងបានហើយបន្ទាប់មកទៀតគាត់បានឲ្យខ្ញុំហ្នឹងនិពន្ធសៀវភៅអាចកម្លាំងនៃការចាក់ចេញពីបំណុលមួយដែលបានជួយមនុស្សជាច្រើនដែលមានបងប្អូនយើងច្រើនណាដែលគាត់បានយកបទពិសោធន៍របស់ខ្ញុំទៅហើយយកទៅមើលយកទៅធ្វើហើយបានលទ្ធផលបានសេរីភាពអញ្ចឹងពួកយើងសប្បាយចិត្តមែនតើអញ្ចឹងបើសិនជាបងប្អូនចង់ឃើញលំអិតណាសូមលោកស្រីបងប្រុសបងស្រីចុចទៅក្នុង link Telegram មួយនឹងឃើញសម្ដីពិតៗដែលពួកគាត់បកស្រាយហើយបាទអូខេអញ្ចឹងត្រឡប់មកសាច់រឿងប្រធានបទរបស់យើងវិញបាទដែលគេនិយាយថាមកពីយើងហ្នឹងមិនចាយរីថាមទើបបានជពាក់អំណុលគេមកពីយើងហ្នឹងមិនខំទើបបានយើងជពាក់អំណុលគេបាទលោកលោកស្រីបងប្រុសបងស្រីទាំងអស់គ្នាការខំមិនគ្រប់ទេការខំមិនអាចធ្វើឲ្យយើងចាក់ចេញពីបំណុលបានទេអញ្ចឹងបើសិនជាមានអ្នកណាគេនិយាយថាមកពីយើងមិនខំទើបបានយើងជាប់បំណុលមិនមែនជាការពិតទេមកពីយើងមិនចាយរីទើបយើងមិនអាចមានសេរីភាពពីបំណុលក៏វាមិនមែនជាការពិតដែរពីព្រោះអ្នកដែលជពាក់បំណុលគឺជាមនុស្សដែលចាយរីមិនបានខ្ញុំនិយាយអញ្ចឹងថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃឈប់សម្រាកអត់មានពេលឈប់ទេអត់មានសម្រាកទេខំធ្វើការបានលុយច្រើនបាទហើយគេថាមកពីចាយខ្ជះខ្ជាយមិនក៏ដឹងថាចាយខ្ជះខ្ជាយមួយខែបង6 7ដងអញ្ចឹងយើងជាប់គាំងក្នុងបញ្ហាបំណុលត្រូវសំលុយទុកបងគេរហូតអញ្ចឹងសួរថាយើងមានពេលណាចាយខ្ជះខ្ជាយអញ្ចឹងវាមិនមែនជាការពិតទេអញ្ចឹងអ្នកដែលនិយាយថាយើងចាយខ្ជះខ្ជាយជពាក់បំណុលគេគឺមានន័យថាអ្នកនោះអត់ទាន់យល់ពីស្ថានភាពរបស់យើងទេអញ្ចឹងអ្នកដែលជពាក់បំណុលគឺជាមនុស្សដែលចាយវិលជុំមានថាមួយអាទិត្យបងគេ3 4ដងណាហើយមិនគេថាយើងចាយខ្ជះខ្ជាយបើរវល់តែបងគេណាបាទអញ្ចឹងអ្នកដែលថាយើងចាយខ្ជះខ្ជាយគឺអត់ត្រូវទេអ្នកដែលថាយើងអត់ខំគឺអត់ត្រូវទេបាទនេះគឺជាអ្នកដែលជពាក់បំណុលបានយល់បាទអញ្ចឹងខ្ញុំចង់លើកទឹកចិត្តបងប្អូនទាំងអស់គ្នាថាការខំប្រឹងប្រែងតែមួយមុខឬក៏ការទៅត្បិតត្បៀតហ្នឹងវាមិនមែនធ្វើឲ្យយើងមានសេរីភាពទេពីព្រោះពួកយើងបានខំហើយខំរហូតដល់ជ្រុះសក់បាទខំរហូតដល់ជ្រុះសក់មុខឡើងខ្មៅប្រហែលអានោះមិនខំបាទ
ចៃរីតាមបាត់បេតពីសម្លឆ្ងាញ់កន្លែងនេះហ្នឹង បាទ តែ ចឹង ហូបបន្តិចចេញបន្លែបន្តិច បាទអញ្ចឹង ទៅជាខូចសុខភាពយើងទៀត បាទ ឆ្ងាញ់អស់កម្លាំងមានពេលអ្នកធ្វើការទៀត បាទអញ្ចឹងឃើញទេនេះគឺជាការឆ្លុះបញ្ចាំងពិតៗអញ្ចឹងខ្ញុំសូមផ្ញើវីដេអូនេះទៅដល់អ្នកជាពាក់អំណរថាការខំប្រឹងប្រែងរបស់យើងនឹងខំហើយបាទទោះបីជាយើងខំលើសនឹងទៀតក៏វានៅតែមិនអាចចាក់ចេញពីបំណុលបានដែរព្រោះយើងមានជំងឺបំណុលទោះបីជាយើងខំរិះយ៉ាងណាក៏ដោយក៏វាមិនអាចចាក់ចេញពីបំណុលបានដែរពីព្រោះយើងមានជំងឺបំណុលបើសិនជាយើងចេះតែចាយរិះចេះតែខំខុសក្បួនគឺកាន់តែខំគឺកាន់តែវេទនានេះគឺជារឿងពិតរបស់ខ្ញុំអញ្ចឹងខ្ញុំសូមផ្ញើវីដេអូមួយនេះទៅដល់លោកលោកស្រីបងប្រុសបងស្រីដែលកំពុងតែតូចចិត្តបាទគិតអីមិនចាញ់អាចមកធ្វើការពិភាក្សាជាមួយខ្ញុំបានដោយខ្ញុំមានការទទួលប្រឹក្សាតាមទូរស័ព្ទដោយមានលេខទូរស័ព្ទ096 63008 គត់អញ្ចឹងសម្រាប់អ្នកដែលមានបញ្ហាបន្ទាន់សូមតាក់ទងមកឥឡូវនេះបាទអញ្ចឹងខ្ញុំមានប៉ុណ្ណេះសម្រាប់ក្នុងថ្ងៃនេះសូមជម្រាបលាជូនពរអ្នកទាំងអស់គ្នាសំណាងល្អរឿងបំណុលគឺខ្ញុំអាចជួយបានបាទអរគុណច្រើន